ម្នាក់អីចឹងទៅក៏បានបាទហ្នឹងហើយហើយតាមលទ្ធភាពរបស់យើងម្នាក់បាទការកសាងទីសេនាសនៈមិនថានៅក្នុងវត្តអារាមមិនថានៅតាមទីសាធារណៈទេបាទនៅក្នុងសតន្តបិដកលោកសម្ដែងជាមួយទេវតាណាទេវតាលោកសួរថាបើពិតព្រះអង្គដល់ចម្រើនតើបុគ្គលបំពេញនៅបុណ្យដូចមិនដេចទៅបានបុណ្យទាំងយប់ទាំងថ្ងៃព្រះសម្មាសម្ពុទ្ធព្រះអង្គឆ្លើយតបទៅទេវតានោះថាមនាលទេវតាបុគ្គលដែលកសាងទីសេនាសនៈមានដាំដើមឈើមានកសាងទឹកសាលាដងទឹកផ្លូវថ្នល់ដាំដើមឈើជាមលុបសម្រាប់មហាជនទូទៅទៅជ្រកមលុបដើមឈើនេះអ្នកដែលធ្វើបុណ្យរបៀបនឹងហើយក៏បានចម្រើនបុណ្យទាំងយប់ទាំងថ្ងៃបាទអញ្ចឹងការកសាងទីសេនាសនៈដូចជាកុដិសាលានៅក្នុងវត្តអារាមនេះគឺតាមអានិសង្សទាំងយប់ទាំងថ្ងៃពីព្រោះពេលមានកុដិសាលានៅក្នុងកុដិនេះទាំងយប់ទាំងថ្ងៃពេលណាដែលបបប្រើប្រាស់កុដិហ្នឹងបានបុណ្យទៅនេះប្រសងនៅពេលថ្ងៃបានទៅថ្ងៃប្រសងនៅពេលយប់បានទៅយប់ហើយគាត់មានយកលើមិននៅទាំងយប់ទាំងថ្ងៃមិនទៅមានដាក់ទៅនៅហើយវាក៏ต้องឥឡូវលោកអត់មាននៅតាមហើយរោងហើយភ្នំថ្មរោងភ្នំឬក៏ហើយមហោបឈើដូចសមាពុទ្ធកាត្រូវការទីចិត្តទីឆ្ងាយដើម្បីចូលរួមកំសាន្តទាំងអស់គ្នាបាទកំសាន្តហ្នឹងស្អីសប្បាយវាធ្វើឲ្យយើងហ្នឹងកើតអាយុមកកម្រិតហ្នឹងបាទកើតអាយុមកកម្រិតដែរអាការសប្បាយទៅប៉ុន្តែបើសប្បាយត្រូវកាលសប្បាយត្រូវរឿងបាទបើសប្បាយខុសកាលសប្បាយខុសរឿងបាទអានឹងទៅតាមនឹងបាទបាននឹងដែរបាទពូនចង់លើពូនថាម៉េចពូននេះបាច់ពូនថាម៉េចទេគេពូនហើយបាទគាត់ណាខិតខានក្នុងចិត្តថាយ៉ាងម៉េចមួយចឹងទៅបានហើយគេពូនបាទ
បាទនឹងជាការអធិដ្ឋានបាទមិនមែនជាការបន់ស្រន់បួងសួងអីទេតែជាការអធិដ្ឋានចិត្តរបស់យើងបាទពូនខ្លះគេថាអូហ្នឹងហើយខ្លះគេថាពូនភ្នំខ្សាច់ដើម្បីរំលោះកម្មពីនឹងវរិយទាំងឡាយដែលយើងធ្វើកន្លងមកបាទមិនមែនជាការបន់ស្រន់បួងសួងទេពីព្រោះពុទ្ធសាសនាអត់មានការបន់ស្រន់អត់មានការបួងសួងអត់មានការសុំអង្វរកឲ្យបានទេបាទព្រោះឲ្យពុទ្ធសាសនាយើងពឹងផ្អែកទៅលើកម្មផលបាទទ្រឹស្ដីគោលធំរបស់ពុទ្ធសាសនាគឺពឹងផ្អែកទៅលើកម្មផលហេតុផលបាទហេតុផលកម្មផលនេះគឺហេតុផលបាទអត់ពឹងទៅលើការបន់ស្រន់ការបួងសួងការធ្វើមកគិតអូទេបាទតែថាអធិដ្ឋានចិត្តបានសំខាន់ចិត្តបាទសំខាន់ចិត្តទៅត្រូវទៅបាទសំខាន់ចិត្តទៅទាំងអស់នេះចូលជួយឲ្យខ្ញុំផងដូចបំណងកុំអីឆ្វេងកូនចៅនៅមានប្រ